គឺជាបាក់សីប្រមាញ់មួយប្រភេទដែលមានឈ្មោះថា Butik Ingol វាគឺជាបាក់សីប្រមាញ់មួយប្រភេទដែលមានទំហំតូចទៅមធ្យមតែវាមានភាពរហ័សរហួននិងកម្លាំងប្រមាញ់យ៉ាងខ្លាំងអស្ចារ្យហើយវាត្រូវបានគេចាត់ទុកថាជាឥន្ទ្រីតូចមួយក្នុងចំណោមឥន្ទ្រីដែលមានសមត្ថភាពហោះហើរនិងវាយប្រហារល្អបំផុតឈ្មោះរបស់វាគឺ Butik គឺមកពីរោមដែលដុះគ្របទៅលើជើងរហូតដល់ម្រាមជើងរបស់វាដូចជាពាក់ស្បែកជើងក៏វែងចឹងដែរចំពោះបាក់សីប្រមាញ់ Butik Ingol គឺមានប្រវែងខ្លួនប្រហែល40ទៅ51សង់ទីម៉ែត្រនិងស្លាបអាចលាតសន្ធឹងបានរហូតដល់110ទៅ142សង់ទីម៉ែត្រចំពោះបាក់សីនេះគឺធំជាងបាក់សីឈ្មោលបន្តិចហើយវាមានភ្នែកពណ៌លឿងច្បាស់ចំពោះរបស់វាកោងមុតនិងក្រញាំដ៏រឹងមាំគឺសម្រាប់ចាប់សត្វសម្រាប់បាក់សីប្រភេទនេះគឺមានពណ៌រោមពីរប្រភេទសំខាន់ទី1គឺពណ៌ឡាញមកពណ៌ស្រាលខាងក្រោមសស្អាតមានស្លាបខ្មៅប្រផេះនិងពណ៌មួយទៀតគឺពណ៌ដាកមកគឺជាពណ៌ត្នោតខ្មៅស្ទើរតែទាំងមូលតែម្ដងចំពោះលក្ខណៈពិសេសរបស់បាក់សីប្រមាញ់ប្រភេទនេះគឺយើងងាយស្រួលក្នុងការកត់សម្គាល់ស្នាមពណ៌សដែលនៅលើស្មាស្លាបដែលឃើញច្បាស់នៅពេលដែលវាហោះហើរបាក់សីប្រមាញ់ Butik Ingol គឺវាតែងតែរស់នៅតំបន់អឺរ៉ុបអាហ្វ្រិកខាងជើងអាស៊ីកណ្ដាលនិងអាស៊ីខាងត្បូងវាចូលចិត្តតំបន់ព្រៃភ្នំឬក៏ជាទីកន្លែងដែលមានព្រៃលាយឡំជាមួយនឹងវាលទំនេរព្រោះវាងាយស្រួលក្នុងការស្វែងរកចំណីអាហារហើយចាក់ចេញពីកន្លែងដែលវារស់នៅទៅនៅទ្វីបអាហ្វ្រិកនិងឥណ្ឌានៅក្នុងរដូវរងាចំពោះសត្វដែលវាប្រមាញ់យកមកធ្វើជាអាហាររបស់វាមានដូចជាកណ្ដុរទន្សាយតូចៗបាក់សីតូចនិងមធ្យមសត្វល្មូនពេលខ្លះវាក៏អាចស៊ីសត្វល្អិតមួយចំនួនបានដែរវាគឺជាបាក់សីដែលមានភ្នែកមុតខ្លាំងហើយអាចមើលឃើញចំណីអាហារពីកម្ពស់ខ្ពស់ហើយវាប្រើវិធីហោះហើរសំកាំងនៅលើមេឃមុននឹងពេលវាចុះយ៉ាងលឿនដើម្បីចាប់សត្វចំពោះបាក់សីប្រមាញ់ប្រភេទនេះនៅក្នុងរដូវបង្កាត់ពូជ Butik Ingol គឺបង្ហាញអំពីសមត្ថភាពហោះហើរយ៉ាងអស្ចារ្យដូចជាមួយចុះយ៉ាងលឿនបង្វិលខ្លួនលើអាកាសនិងហោះហើរជុំវិញគ្នាវាតែងតែសង់សម្បុកនៅលើដើមឈើខ្ពស់ៗដោយប្រើមែកឈើនិងស្លឹកបៃតងសម្រាប់បាក់សីមេគឺអាចដាក់ពងបានមួយគ្រាប់ទៅពីរគ្រាប់ហើយសម្រាប់មេបារបស់វាទាំងពីរគឺតែងតែជួយថែរក្សាកូនរបស់វាជានិច្ចបាក់សីប្រមាញ់ Butik Ingol គឺត្រូវបានគេចាត់ថ្នាក់ថាជា Least Concern មានន័យថាមិនទាន់ស្ថិតក្នុងហានិភ័យផុតពូជខ្លាំងទេប៉ុន្តែវាក៏អាចរងគ្រោះពីការបាត់បង់ទីជម្រកការបាញ់ប្រហារនិងការឆក់ដោយខ្សែភ្លើងអគ្គិសនីផងដែរសម្រាប់អ្នកដែលស្រឡាញ់បាក់សីប្រមាញ់ Butik Ingol គឺជាបាក់សីប្រមាញ់ដែលទាក់ទាញខ្លាំងបំផុតវាគឺជាបាក់សីដែលមានភាពទាក់ទាញខ្លាំងបំផុតទោះមានទំហំខ្លួនមិនធំដូចឥន្ទ្រីធំក៏ដោយប៉ុន្តែវាមានល្បឿនលឿនហើយនឹងភាពវៃឆ្លាតនិងសមត្ថភាពប្រមាញ់ដ៏គួរឲ្យភ្ញាក់ផ្អើលដែលយើងនឹកស្មានមិនដល់ Please subscribe my YouTube channel